ម្នាក់ស្រឡាញ់យើងតាំងពីយើងមិនទាន់ស្គាល់មុខខ្លួនឯងមានមនុស្សម្នាក់ឮសំឡេងយំរបស់យើងហើយភ្ញាក់ភ័យជាងសំឡេងអ្វីៗទាំងអស់ក្នុងលោកមានមនុស្សម្នាក់ចាស់ទៅដោយស្ងាត់ខណៈដែលយើងធំលូតលាស់ដោយមិនសូវចាប់អារម្មណ៍រូបគាត់មនុស្សម្នាក់នោះគឺម្ដាយពេលយើងនៅតូចយើងមិនដឹងទេថាបាយមួយចានដែលនៅមុខយើងអាចជាបាយចានចុងក្រោយដែលគាត់ទុកឲ្យយើងមិនដឹងទេថាសម្លៀកបំពាក់ថ្មីរបស់យើងអាចជាប្រាក់ដែលគាត់សន្សំទុកប៉ុន្តែគាត់លះបង់ឲ្យយើងមិនដឹងទេថារាត្រីដែលយើងគេងយ៉ាងស្កប់ស្កល់គាត់ប្រហែលជាអង្គុយគិតថាថ្ងៃស្អែកត្រូវរកអ្វីឲ្យកូនញ៉ាំម្ដាយមិននិយាយថាខ្លួនហត់ទេមិនដែលប្រាប់យើងថាគាត់លំបាកទេគាត់និយាយតែថាម៉ែមិនអីទេកូនប៉ុន្តែពាក្យមិនអីទេរបស់ម្ដាយអាចមានទឹកភ្នែកការលះបង់ការអត់ធ្មត់និងក្តីបារម្ភរាប់មិនអស់អំពីកូនពេលយើងចង់បានអ្វីមួយម្ដាយនិយាយថាចាំម៉ែរកឲ្យពេលយើងបរាជ័យម្ដាយនិយាយថាមិនអីទេកូនអាចចាប់ផ្ដើមម្ដងទៀតពេលពិភពលោកមើលមិនឃើញតម្លៃយើងម្ដាយនៅតែជាមនុស្សម្នាក់ដែលជឿថាយើងមានតម្លៃពេលយើងធំយើងចាប់ផ្ដើមរវល់ធ្វើការរវល់រកលុយរវល់រត់តាមក្តីសុបិនរវល់ជាមួយជីវិតផ្ទាល់ខ្លួនតែម្ដាយនៅតែដដែលគាត់នៅតែចាំសំឡេងយើងចាំសារយើងចាំពេលយើងត្រឡប់ទៅផ្ទះចាំសួរថាតើកូនញ៉ាំបាយហើយឬនៅពាក្យទាំងអស់នេះយើងស្ដាប់ទៅធម្មតាតែថ្ងៃណាមួយបើគ្មានសំឡេងនោះទៀតយើងនឹងដឹងថាវាជាពាក្យដែលមានតម្លៃបំផុតនៅក្នុងជីវិតការពិតមួយដែលយើងត្រូវរំលឹកខ្លួនឯងឡើងវិញតើយើងបានសួរម្ដាយប៉ុន្មានដងថាតើគាត់ហត់ទេគាត់ឈឺទេគាត់សប្បាយចិត្តទេគាត់មានអ្វីក្នុងចិត្តដែលមិនធ្លាប់និយាយដែរទេយើងច្រើននឹកឃើញម្ដាយពេលមានបញ្ហាប៉ុន្តែម្ដាយនឹកឃើញយើងរាល់ថ្ងៃយើងអាចគិតថាគាត់នៅទីនោះជានិច្ចប៉ុន្តែជីវិតមិនអមតៈទេ10ឧសភាទិវាអ្នកម្ដាយមិនមែនគ្រាន់តែជាថ្ងៃទិញផ្កាឬក៏សរសេរសារល្អៗលើបណ្ដាញសង្គមទេទូរស័ព្ទទៅគាត់អង្គុយញ៉ាំបាយជាមួយគាត់ស្ដាប់គាត់និយាយអោបគាត់ហើយនិយាយពាក្យដែលយើងគួរនិយាយយូរហើយគឺអរគុណម៉ែកូនស្រឡាញ់ម៉ែចំពោះអ្នកដែលម្ដាយនៅមានជីវិតសូមគម្រោងចាំដល់ពេលផ្កាស្រស់ខ្លាយជាផ្កាក្រៀមនៅលើភ្នោទើបនឹកឃើញថាមានពាក្យជាច្រើនមិនទាន់បាននិយាយទៅកាន់ម្ដាយចំពោះអ្នកដែលបាត់បង់ម្ដាយហើយសេចក្តីស្រឡាញ់របស់គាត់រស់នៅជាមួយយើងជារៀងរាល់ថ្ងៃជាសំឡេងមួយក្នុងចិត្តដែលដាស់តឿនយើងកុំឲ្យបោះបង់ម្ដាយគឺជាទ្រនំដំបូងជាសុវត្ថិភាពដំបូងនិងជាសេចក្តីស្រឡាញ់ដំបូងដែលមិនទាមទារអ្វីត្រឡប់ទៅវិញសូមរីករាយទិវាអ្នកម្ដាយ News Today សូមអរគុណដល់អ្នកម្ដាយគ្រប់រូបដែលបានយកជីវិតមួយមកស្រឡាញ់ជីវិតមួយទៀតដោយគ្មានលក្ខខណ្ឌខ្ញុំរស់សុធាពី News Today NTTV Let's go. The New Forge territory.